នេះជាម្ហូបប្រចាំប្រទេសយើងមួយមុខទៀតដែលមានឈ្មោះថាអាម៉ុកហើយម្ហូបមួយមុខនេះទាំងអស់គ្នាដឹងហើយថាល្បីទៅដល់ក្រៅប្រទេសប៉ុន្តែកុំច្រឡំអាម៉ុកថ្ងៃនេះមិនមែនអាម៉ុកម្ហូបទេគឺអាម៉ុកនំខេកព្រោះយើងយកនំខេកមកច្នៃឲ្យคล้ายទៅជាម្ហូបខ្មែរឲ្យคล้ายទៅជារូបរាងអាម៉ុកខ្មែរយើងអាម៉ុកអាចអ្នកខ្លះស្គាល់អ្នកខ្លះមិនស្គាល់ឥឡូវទាំងអស់គ្នាចូលរួមមួយខ្ញុំshareឲ្យអ្នកដែលអត់បានស្គាល់ឡងថានេះជាម្ហូបខ្មែរប្រចាំប្រទេសដែលល្បីទៅដល់ស្រុកក្រៅព្រោះខ្ញុំដឹងថាក្មេងៗចូលចិត្តមើលនំខេកចឹងហើយបងប្អូនជួយផ្សព្វផ្សាយឲ្យក្មេងៗបានស្គាល់ព្រោះមានអ្នកខ្លះអត់ស្គាល់មែនស្គាល់របស់គេគឺមិនមែនជាកំហុសទេតែវាអាចជាកំហុសបើសិនជាយើងអត់ស្គាល់របស់ខ្លួនឯងហើយវាអាចនឹងបាត់បើសិនជាយើងអត់ចូលរួមគាំទ្រយើងអត់ចូលរួមផ្សព្វផ្សាយខ្ញុំដឹងថាទាំងអស់គ្នាគឺតែងតែចូលរួមគ្រប់សកម្មភាពទាំងអស់ដែលតាក់ទងជាមួយនឹងអ្វីដែលជារបស់ខ្មែរយើងហើយបើសិនជាអាចសម្រាប់ខ្ញុំចង់ឲ្យបរទេសស្គាល់ម្ហូបខ្មែរយើងឲ្យបានកាន់តែច្រើនកាលណាគេស្គាល់ម្ហូបខ្មែរយើងកាន់តែច្រើនគេចង់ភ្លក់ម្ហូបខ្មែរយើងគឺគេត្រូវតែមកលេងនៅស្រុកខ្មែរយើងពេលហ្នឹងកំណើនទេសចរក៏វាអាចកើនឡើងតាមនឹងដែរនេះក៏ជាផ្នែកមួយដែលតាក់ទាញទេសចរដែរព្រោះទាំងយើងទាំងគេតែងតែចង់សាករបស់ដែលល្បីកាលណាទេសចរមកស្រុកយើងច្រើនក៏យើងស្រួលរលួយដែរនេះសម្រាប់អាម៉ុកនៅពេលដែលខ្លាយជានំខេកគឺឃើញហើយឃ្លានហ្មងតែតើអស់គ្នាពិបាករកទិញបន្តិចដោយសារអាម៉ុកគឺអត់សូវមានអ្នកលក់ទេ